bạnបងប្អូនថ្ងៃនេះខ្ញុំមានចំណេះដឹងថ្មីមួយពាក់ព័ន្ធទៅនឹង VPN ស៊ូសាកអ្វីទៅជា VPN ស៊ូសាកពិសេសសម្រាប់បងប្អូន MMO ដៃថ្មីឬក៏បងប្អូនដែលចង់ក្លាយខ្លួនជា MMO ជំហានដំបូងត្រូវយល់ពី VPN សិនបាទព្រោះតាមការសង្កេតរាល់ថ្ងៃ MMO រីកខ្លាំងណាស់ប៉ុន្តែគាត់លេងហ្នឹងគឺអត់ត្រូវរឿងទេបងប្អូនបាទដោយសារឃើញគាត់លេងនៅ account របស់ខ្មែរយើងហើយដូចខ្ញុំធ្លាប់និយាយនៅវីដេអូមុនអញ្ចឹង account ខ្មែរយើងមិនមានសិទ្ធិរលុយទេអញ្ចឹងបានតម្រូវឲ្យបងប្អូនបង្វែរ VPN មានន័យថាបង្វែរ account របស់យើងនឹងឲ្យទៅនៅទីតាំងប្រទេសមួយដែលមានសិទ្ធិរលុយគឺយើងគេហៅថាប្រើប្រាស់ VPN ស៊ូសាកពេលនិយាយដល់ចំណុចហ្នឹងបងប្អូនឆ្ងល់ថាប្រើប្រាស់យ៉ាងម៉េច VPN ហ្នឹងបាទហ្នឹងហើយសម្រាប់VPN នេះការប្រើប្រាស់របស់វាគឺមានបង់ថ្លៃគឺយើងអាចទិញប្រចាំខែឬក៏ប្រចាំឆ្នាំ2ឆ្នាំម្ដងអីចឹងទៅប៉ុន្តែVPN គឺយើងអាចចែកគ្នាប្រើបានបាទដោយសារដោយយើងជួយចេញថ្លៃទិញម្នាក់បន្តិចម្នាក់បន្តិចទៅព្រោះហ្នឹងអត់ថ្លៃទេមួយខែដូចជា$14.90 សេនបាទក្នុងមួយខែ$14.90 សេនអញ្ចឹងបើបងប្អូនចង់បាន VPN ទៅប្រើបងប្អូនអាច comment មកខ្ញុំនឹងបរៀនពីរបៀបប្រើមានវីដេអូប្រាប់ពីរបៀបប្រើហើយយើងនឹងអាចคลายទៅជា MMO ពិតប្រាកដជិះវៀងចេះតែដើរលេងអញញ៉ៃណាណីពេលខ្លះខ្មាស់គេបងប្អូនយើងអត់ចេះអីផងហើយនិយាយមកដូចចេះណាស់ណាបាទអញ្ចឹងយើងមាន VPN ប្រើទី1គឺ Facebook យើងបានឬឈរជើងនៅប្រទេសដែលមានសិទ្ធិទី2របៀបធ្វើ content តើយើងត្រូវធ្វើ content បែបណាមិនដូច content បងប្អូនធ្វើរាល់ថ្ងៃទេបាទមិនចឹងទេពេលបងប្អូនចូលក្នុង team គេនឹងនិយាយលម្អិតប្រាប់បងប្អូនណាថាត្រូវធ្វើម៉េចផុសនៅម៉ោងណាមិនចេះតែផុសទៅដឹងប៉ាតណាប៉ាតណីគេមានម៉ោងផុសជាក់លាក់បាទបើថាផុសម៉ោងណាគឺផុសម៉ោងហ្នឹងមួយថ្ងៃប្រហែលវីដេអូបាទហ្នឹងហើយអញ្ចឹង VPN សរុបមក VPN ហ្នឹងស៊ូសាកគឺសម្រាប់ដាក់ទីតាំងទៅប្រទេសដែលមានសិទ្ធិរកលុយបាទអញ្ចឹងបងប្អូនចង់ជ្រាបច្បាស់ comment មកបងប្អូន comment មកស៊ូម៉ាសារីបងប្អូនបាទហ្នឹងហើយអរគុណសូមជម្រាបលា